đáy đi ăn rồi rồi mình đã nè một phây mùi ឃើញមកកីឡាករហើយមានអារម្មណ៍ថាអាណិតផងអស់ស្នាយផងនិយាយទៅម្នាក់ស្វិតស្វាញខ្លាំងមែនទែនអ្នកខ្លះរត់21អ្នកខ្លះរត់42អញ្ចឹងដូចជាគ្រួសារខ្ញុំជាដើមគឺវិញ្ញាសាលើកនេះគឺគាត់ជ្រើសរើសយក42គីឡូដោយសារតែគាត់ចង់ challenge ខ្លួនឯងអញ្ចឹងមុននឹងតើរត់នឹងមុនមួយថ្ងៃយើងបាននាំគ្នាទៅបើកអីវ៉ាន់ដូចជាអាវនិងប៊ីកហើយទៅមើលផែនទីថាយើងត្រូវរត់ផ្លូវណាខ្លះអញ្ចឹងនៅក្នុងឆ្នាំនេះអ្នកចូលរួមគឺច្រើនខ្លាំងមែនទែនរហូតទៅដល់ដូចជា6000អ្នកជាងប៉ុន្តែខ្ញុំពិតជាសោកស្ដាយខ្លាំងមែនទែនដែលខ្ញុំអត់បានចូលរួមនៅក្នុងការរត់នឹងដោយសារតែចោះឈ្មោះអត់តាន់គឺថាចាំដល់ថ្ងៃ deadline ចាំចោះអញ្ចឹងណាមានណាគេឃ្លោះមុនថ្ងៃ deadline ទៀតអញ្ចឹងឆ្នាំនេះស្បៃហើយអញ្ចឹងចាំសងសឹកនៅឆ្នាំក្រោយមកមើលពីការត្រៀមខ្លួនរបស់គ្រួសារខ្ញុំវិញអញ្ចឹងនៅថ្ងៃដែលរត់នឹងគឺងើបតាំងពីម៉ោង3កន្លះហើយមុននឹងទៅនឹងគាត់ញ៉ាំចេក2 3ផ្លែសិនហើយដើម្បីយកកម្លាំងឲ្យខ្ញុំនៅគេងឡើយទេតែដោយសារគាត់ភ្ញាក់ខ្ញុំភ្ញាក់ដែរទៅតែមុននឹងទៅសូមដាក់មកខ្សឺសិនហើយយកកម្លាំង42គីឡូផងអញ្ចឹងជូនដំណើរប្តីចេញទៅក្រៅហើយអញ្ចឹងទៅខ្ញុំក៏ត្រឡប់មកគេងវិញចឹងទៅតទៅពេលព្រឹកបានខ្ញុំទៅលើកទឹកចិត្តគាត់ចាំថតឲ្យគាត់អញ្ចឹងណាឥឡូវមកចាំបងត្រអ្នក42គីឡូតែអត់ដល់មកដល់ទេតិចទៀតបានមកដល់មិនដែរអ្នក21ให้មកឯងតុំមកហូតតែមកដល់ដល់សំខាន់លោកស៊ីនេះអូយយនេះគេដូចអូមានតែស្កក្រប់មានតែអីទៀតបាច់កង់អត់អត់អូ good លយមែន2ម៉ោងកន្លះអូយនិយាយមែនបន្ទាប់ពីសួរគេរត់21គីឡូហើយថាអត់បាយកង់ខ្ញុំរត់តែស្ដាយទៀតដែលខ្ញុំអត់បានទៅរត់ណាខ្ញុំចង់ challenge ខ្លួនឯងមែនតើថាពេលដែលខ្ញុំរត់21គីឡូហ្នឹងអាចទៅរួចអត់ហើយបាយកង់អត់អញ្ចឹងហើយថ្ងៃហ្នឹងខ្ញុំក៏រំភើបដូចគ្នាដែរដោយសារតែដូចខ្ញុំនិយាយចឹងគ្រួសាររបស់ខ្ញុំគាត់រត់42គីឡូជាលើកទី1អញ្ចឹងខ្ញុំទៅឈរចាំលើកទឹកចិត្តគាត់ហ្មងខ្ញុំទៅតាំងពីម៉ោង8ហើយខ្ញុំឃើញគេមកអស់ហើយខ្ញុំថាជុំបាត់ប្តីខ្ញុំទៅណាហើយមិនឃើញមកអញ្ចឹងហើយអ្នកខ្លះមកទៅក៏អស់មែនតើណាលមូលកពើផងហើយមកដល់ទុនជើងអីផងខ្ញុំសម័យរូបភាពប្តីខ្ញុំអត់ចាញ់ទេខ្ញុំគាត់ថាអូប្តីខ្ញុំមិនទៅណោះហើយនៅពេលដែលទៅសួរគាត់បងដល់ណាហើយបងឯងចិត្តដល់ទីនៅគាត់ថាអូនអើយបងបាយកង់ហើយអញ្ចឹងអូនឯងចាំបងរៀងយូរតិចហើយឮតែគាត់បាយកង់គឺខ្ញុំបារម្ភតែម្ដងដោយសារតែគាត់ផ្ដាសាយអត់តន់ជាទេហើយគាត់នៅតែរត់ឆ្ងាយតែឆ្ងាយអញ្ចឹងទៀតអញ្ចឹងខ្ញុំសម័យរូបភាពអត់ចេញថាអូប្តីខ្ញុំបាយកង់ហើយមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេប៉ុន្តែទោះបីជាយ៉ាងណាក៏គាត់នៅតែតស៊ូមកដល់ទីដែរ You did it 42គីឡូ Good job yeah បាយកង់ហ៎បាយរត់ភ្លេច42គីឡូតែយ៉ាងណាក៏យើងអាចរត់បានមកដល់ទីដែរមកបានមក5ម៉ោងកន្លះ5ម៉ោងចម្ងាយ42គីឡូគឺជាគីឡូមួយដែលពិបាកនឹងយកខ្លាំងមែនតើបើសិនជាយើងវឹកហាត់អត់ដល់ទេគឺងាយនឹងបែកកង់ខ្លាំងមែនតើដូចប្តីរបស់ខ្ញុំអញ្ចឹងគាត់វឹកហាត់អត់បានដិតដល់ទេហើយគាត់មករត់នេះគឺបែកកង់តែម្ដងហើយគាត់ប្រាប់ខ្ញុំថាគាត់ស្ទើរតែបោះបង់វាចោលហើយសឹងតែហៅធុបយកមកជិះហ្មងដើម្បីឲ្យមកដល់ finish line ប៉ុន្តែគាត់នៅតែមាន commitment នៅក្នុងការមកដល់ finish line នឹងដោយខ្លួនឯងពេលដៃនេះអត់ស្រួលយកទេអត់ស្រួលយកបាយកង់ច្រើនដងបាយកង់ច្រើនដងនេះដៃនឹងស្អាត42គីឡូជាគីឡូមួយដែលពិបាកនឹងយកខ្លាំងហើយឈឺសាច់ដុំទៀតអត់ឈឺតែវាឡើងសាច់កត្រាសភាពអ្នកទៅតែមករត់ពី42គីឡូញ៉ាំមិនច្រើនអស់លីងហើយរត់ទៀតអត់រត់ទៀតតែហាត់ឲ្យច្រើនជាងនេះទេបាយកង់ហ្នឹងមិនតែចង់រត់ទៀតអស់លីងបន្ទាប់ពីរត់ហើយគឺអ្នក42គីឡូនិង21គីឡូនាំគ្នាមកម៉ាស្សាហើយមើលទៅសភាពក៏ដឹងហើយអ្នកទាំងអស់គ្នាខ្ញុំដើរសើចរហូតម្នាក់ដើរខ្ញាក់អស់ហើយអញ្ចឹងមកម៉ាស្សាជើងសិនមុននឹងនាំគ្នាត្រឡប់ទៅផ្ទះវិញអញ្ចឹងសម្រាប់វីដេអូទៅចូលរួមរត់ម៉ារ៉ាតុងលើកទី11នៅខេត្តសៀមរាបគឺមានតែប៉ុណ្្នឹងឯអ្នកទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាលើកក្រោយខ្ញុំធ្វើវីដេអូរត់នឹងមានខ្ញុំដែរខ្ញុំនឹងចូលរួមរត់21គីឡូអញ្ចឹងមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ